đá và cái là cả này lúc ní tại thật là cả chỉ riêng rồi bỏ lụcคุณลาโบราวีvà niệm mô chúa và srun dây liệt và chúa cái và lần này ao ca bắn to tí đi kê cặp môi ao ca chơi chung ấy châu bát ta hai nè tí bầm bay cái la carni và amachi blessing đi kê trên nè bắn đốt bên châu tí gồm mục ôi khai sim riệp nom mục XO United môi to nâng sôn Club Patut Siem Reap FC បានរកក្រុមបានបញ្ចូលទីដល់កីឡាករនេះលើកសងសើចូលទីបានសម្រេចបិទបានទីគៀតជាប់ហើយបាទពីកីឡាករនេះគឺសុខនៅភាពបាទសុខនៅភាពជាយាមបិទដែរក៏ប៉ុន្តែឲ្យបាយបានបាទបាយមិនចាញ់គេប្រាខ្វាមេប្រហែលទេបាទទីគេនេះបាទឥឡូវនេះទស្សនាការប្រកួតបន្តទៀត8នាទីចាប់ផ្ដើមនាំមុខក្រុមភ្ញៀវ XO United ហើយបាទឥឡូវទស្សនាការប្រកួតបន្តបាទស៊ីមរៀបជាប់3នាក់ទេបាទសម្រាប់ជំនឿជាតិនារីបាទនីមលដែលកំពុងគប់បាល់នឹងជាប់ដែរបាទហើយសីលៈបាទសីលៈក៏បំរុងដែរថ្ងៃនេះបាទសីលៈលេងដែរបាទលេខ72សីលៈបាទថ្ងៃនេះចូល11នាក់ចំណែករក្សាបំរុងបាទហើយក្រៅពីនោះមានមកក្លឹបសំខាន់រាជបាទពេញក្រោនបឹងកេតបាទនិងនាការវើលហើយវិសាខាក្រៅពីនោះអត់ជាប់ទេបាទសម្រាប់ពងឆ្នាំងហើយនឹង XO អត់មានកីឡាករនេះជាប់ជាមួយជាតិទេហើយទស្សនាការប្រកួតបន្តទៀតបាទគប់ពីកីឡាករនេះម្ចាស់លេខ19នូនស្រីនូកប់មួយសិនបាទទៅបន្តទៀតកន្លែងនេះមកដដើមគ្នាទាន់មួយជើងចេញពីខ្សែការពារលេខ6បាទជុំពៅសុធាវីបាទទប់បាល់ពីកីឡាករនេះឡាយសំណាងបាទសំណាងអូបាល់ចេញទៅបាទទប់បញ្ជូនមកក្រោយទៅរួចទេបញ្ជូនពីឡាយសំណាងមកក្រោយវិញសិនហើយប្រសំទោសស្រុនស្រីលក្ខបាទស្រីលក្ខនេះក៏ជាប់ដែរបាទម្ចាស់លេខ77នេះជាប់ជាមួយជាតិបាទលើអូសឡើងមួយពីកីឡាករនេះហ៊ុនណាបាទហ៊ុនណាបញ្ជូនមកមិត្តរួមក្រុមបាទអូសឡើងពីស្រីនោះឱកាសរបស់ DK ជាថ្មី DK អត់ទេចូលថ្នាក់ដៃអ្នកចាំទីសុខីមបាទចូលថ្នាក់ដៃអ្នកចាំទីខាត់សុគីមបាទលោកស្រីនិងកញ្ញាជាទីមេត្រីបាទពេលនេះ10នាទីហើយក្រុមទាំងពីរនៅតែបាទខេត្តសៀមរាបនៅមុខ1-0បាទចំណែកឯបឹងកេតនៅមុខ2-0ទៅលើកំពង់ឆ្នាំងហើយបងប្អូនបាទ2-0បាទបឹងកេតបាទអញ្ចឹង100គ្រាប់បាទ6គូនេះអាចជាង100គ្រាប់ហើយសម្រាប់កំពង់ឆ្នាំងតែយ៉ាងណាដូចខ្ញុំធ្លាប់បញ្ជាក់ពីខាងដើមអញ្ចឹងបងប្អូនបាទគឺកំពង់ឆ្នាំងឈ្នះបាទក្រុមដទៃទៀតត្រង់ថាកំពង់ឆ្នាំងនឹងចូលលេងប្រកួតបាទហ៊ានប្រកួតបាទអញ្ចឹងនេះគឺជាចំណុចល្អមួយបាទមានន័យថាទោះបីជាលទ្ធផលក៏ដូចជាជួបក្រុមបែបម៉េចក៏ហ៊ានលេងបាទលើបញ្ជូនចេញពីកីឡាករនេះបាទគ្រប់គ្រងបាល់ពីស៊ីមរៀបដដែលជូនស្លាឆ្វេងកីឡាករនេះស្រីនោះបាទស្រីនោះបាទកឹបមួយសិនបាទបញ្ជូនមកស្ដាំស្ទើបន្តិចសូដានីតាឥឡូវនេះឱកាសរបស់ DK អោសាយទេអត់អីទេ DK អូយបាទអត់ចូលទេបាទបាញ់មិញប៊ីសទៀតប៊ីបានមកគ្រាប់ទៀតដាក់សម្ពាធខ្លាំងណាស់បាទក្រុមរបស់លោកប្រាក់វុធីបាទទស្សនារូបភាពបញ្ជាក់ឡើងវិញកន្លែងនេះខ្សែការពារគាត់បិទបន្តិចបាទពីលុតស្រីអាតតែបាទអត់ចំគោលដៅទេបាទអញ្ចឹង DK នេះគាត់លេងដូចបរោះអញ្ចឹងបាទថ្ងៃនេះក្លឹបបាល់ទាត់សៀមរាបមានរៀបចំកម្មវិធីពិសេសដែរសម្រាប់វគ្គទី1នេះបងប្អូនកុំទៅណាយើងទស្សនាការសម្ដែងក្បាច់គុណរបបកន្តើទាំងអស់គ្នាបាទមានការសម្ដែងល្បិចគុណរបស់កន្តើទៀតបាទសម្រាប់ក្រុមខេត្តសៀមរាបអរគុណណាស់ដែលតែងតែមានរៀបចំព្រឹត្តិការណ៍ប្រពៃណីពិសេសបុរាណរបស់យើងបាទអញ្ចឹងឃើញថានេះជាការលើកទឹកចិត្តនិងជំរុញការថែរក្សាបាទចាប់ផ្ដើមចេញអញ្ចឹងទៅធ្វើឲ្យ
យុវជនរបស់យើងនឹងក្មេងៗជំនាន់ក្រោយបានស្គាល់បាទនៅប្រភេទបាទគេហៅថាកីឡាក្បាច់គុណបុរាណក៏ដូចជាអ្វីផ្សេងទៀតពាក់ព័ន្ធនឹងវប្បធម៌កន្លែងនេះទាត់បានល្អទេតែផ្លានមកប៉ះមកជើងអូយូណៃជាតិវិញអីយ៉ាកន្លែងនេះទាត់មកជើងទៅពីសូដានីតាទៅរួចទេឲ្យកាយថ្មីគ្រប់គ្រងបាល់តែបាល់នេះចេញបាត់ទៅហើយលេនីហ្គា3-0បាត់ទៅហើយបាទសម្រាប់ក្រុមបឹងកេតកំពុងនាំមុខកំពុងឆ្នាំងបាទអញ្ចឹងគឺបាទសប្តាហ៍ក្រោយលីកនារីសម្រាប់បងប្អូនបាទសម្រាប់បាទដោយសារតែប្រកួតមិត្តភាពអន្តរជាតិចូលថ្ងៃទី13 14ទើបលេងវិញបងប្អូនណាបាទ13 14លីកនារីយើងបានចូលមកវិញហើយបាល់បរោះរបស់យើងចប់ហើយបាទលីកកំពូលហើយក៏ដូចជាពានរង្វាន់សម្ដេចបាទអញ្ចឹងត្រៀមរដូវកាលថ្មីបាទពានសម្ដេចចាប់ផ្ដើមចេញពីថ្នាក់ខេត្តបាទឆ្នាំទៅចាប់ផ្ដើមពីលេងថ្នាក់ខេត្តចាប់ពីខែ8ទៅបាទចំណែកលីកចាប់ពីខែ8ទៅដែរបាទឥឡូវនេះទស្សនាការប្រគំបន្តទៀតសម្រាប់បាន3ខែបាទឱកាសដាក់សម្ពាធនៅមុខទីដែរក៏ប៉ុន្តែជាប់ជើងកីឡាករនេះ Leninger បញ្ជូនបាល់ឡើងមកលើ DK កំពុងបញ្ចេញពីខ្សែការពារអោការរបស់ក្រុមសៀមរាប DK កើមួយ DK ទៅអត់រួចទៀតអូសលឿនអូសបាទអូអត់ដាច់ជារូបខ្សែការពាររបស់ XO United គាត់ល្អដែរគាត់បិទជាប់មិនឲ្យ DK អាចបែរខ្លួនទាត់បានបាទឥឡូវនេះគ្រូវឹកលើទស្សនារូបភាពបញ្ជាក់កន្លែងនេះ DK បញ្ចេញជាមួយនឹងបាទកីឡាករនេះអឿនសុកនៅភាព្យាយាមដេញរហូតដល់គាត់ទាត់បាល់ត្រូវហើយធ្វើឲ្យ DK ដួលនេះបាទជាមួយគាត់លូកជើងមកប៉ះបាល់បាទអត់អីទេកន្លែងហ្នឹងបាទប៉ះបាល់បាទហើយទាត់ចេញពីខ្សែការពារទៀតបាទគ្រូវឹកលោកបាទ Dragoslav Polixic កំពុងតែឈរអត់គេថាមិនទាន់ត្រង់នៅឡើយទេបាទកំពុងតែបញ្ជាកូនក្រុមតែយ៉ាងណាក៏សរសើរលោកសរសើរដែលកូនក្រុមលេងបានល្អបាទកែវច័ន្ទណាកីឡាការិនីម្ចាស់ឲ្យលេខ12របស់ក្រុមសៀមរាបបាទអញ្ចឹងសៀមរាបគឺនិយាយរួមទៅបាល់បរោះក៏មានច្រើនក្រុមបាទពាក់កណ្ដាលអាជីពនិងអាជីព Tiger បាទមាន Lion King បាទហើយបាល់នារីនេះបាទបន្តិចទៀតមាន2ក្រុមដែរផ្លូវការខ្ញុំនិយាយរឿងផ្លូវការទេបាទដែលចូលរួមប្រកួតផ្លូវការបាទមានសមាគមបាល់ទាត់ខេត្តសៀមរាបនេះហើយនឹងមួយក្រុមទៀតបាទឆ្នាំក្រោយចេញប្រ Tiger បានចុះហត្ថលេខាជាមួយអនុវិទ្យាល័យបាទហ៊ុនសែនបាកងហើយបាទដើម្បីបង្កើតក្រុមដែលមានលោកលីធីរ៉ាបាទជាគ្រូវឹកជាមួយក្រុមបាល់ទាត់នារីបាទលើទស្សនាការប្រគំបន្តទៀតទៅណារួចទេកន្លែងនេះបាទមកក្រោយសិនបាទបញ្ជូនមកឲ្យអ្នកចាំទីចិនសូវីតពីឡាយសំណាងបាទកាត់ទៅស្លាប់ឆ្វេងវិញសិនទប់បាល់បន្តទៀត Leninger បាទទៅរួចទេកន្លែងនេះអូបាល់លឿនទាត់មួយជើងឡើងមកលើបាទអត់មានអ្នកនៅខាងលើទេបាទនីមលក៏ចូលមកក្រោមបាទ DK ក៏មិនឡើងទៀតអញ្ចឹងបាល់នេះបាទគឺចេញទៅហើយអញ្ចឹងនៅឯទឹកដីព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញបាទបឹងកេតកំពុងនាំមុខគូប្រកួតមកពីបាទទឹកដីកំពង់ឆ្នាំងបណ្ដាហើយបាទទស្សនាការប្រកួតបន្តទៀតបាល់នេះកំពុងជាប់ជើងបាទកីឡាករនេះ XO United ចាលីកបាទលេខ23បាល់ចេញបាទម្ចាស់លេខ14កីឡាករនេះហឹមមីនីបាទមីនីបាល់គប់ពី Leninger បាទ Leninger បាទបាល់ចេញទៅហើយចៅលេខ27 Contiger Bolivar បាទបាល់គប់ពី Leninger ជាថ្មីបាទលេងមកប៉ះខ្លីៗតែទាត់ចេញពីខ្សែការពាររបស់ក្រុម XO United កែវច័ន្ទណាចាលីដាស៊ីបាទបាល់គប់ពី Leninger បន្តឲ្យ DK បាទ DK គ្មានជំរឿបញ្ជូនឲ្យ Leninger កាត់ចូលក្នុងប្រអប់អាយ៉ាកន្លែងនេះឱកាសចាន់នីមុលបាទចាន់នីមុលអត់ទេបាទបែរឱកាសបាល់នេះចេញបាល់ទៅហើយបាទប្រិមត្តតងជនទីមត្រីបាទថ្ងៃទី2 DTV នឹងផ្សាយផ្ទាល់ការប្រកួតជម្លោះពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍រវាង Brunei Darussalam ជាមួយនឹង Timor Leste បាទជើងទី1បងប្អូនបាទលេងនៅម៉ោង 7:15 នាទីហើយថ្ងៃទី4 DTV ផ្សាយផ្ទាល់ការប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជាជាមួយនឹងប៊ូតង់នៅវិទ្យាល័យដ្ឋានជាតិម៉ោង 7 យប់
bà hai ngày thì Pram BTV នឹងស្វែងផ្ទាល់ការចាប់ឆ្នោត Sophie Cup បាទដែលធ្វើឡើងនៅប្រទេស